ព្រះអង្គចេញតូតព្រះឧទ្យានថ្លែងការសម្ដេចព្រះលោកនាថនាមព្រះសទ្ធវត្តគង់ពុទ្ធាជាម្ចាស់នៃយើងទាំងអស់គ្នានៅក្នុងពារាកបលភពសោយសុខសម្បត្តិនិងមហេសីពំពាស្ត្រីរូបល្អស្រស់ប្រសើរលើស្រីស្នំទាំងអស់ប្រកបដោយយុះថ្កើមប្រពៃតាំងពីប្រសូតរហូតសោយរាជសឹងមានអំណាចរិទ្ធជោគជ័យគ្មានកើតហេតុអ្វីនាំឲ្យភ័យកំរើកព្រះតីនៃក្សត្រាលុះដល់ព្រះជន្ម29ទ្រង់យាងតូតសួនព្រៃព្រឹក្សាតូតឃើញនិមិត្តដោយទេវតាតំណាងកាយាជាមនុស្សចាស់មនុស្សឈឺមនុស្សស្លាប់ភេទបព្វជិតតូតហើយទ្រង់គិតសង្វេគណាស់ទ្រង់សួរសារថីឆាប់រហ័សបញ្ជាក់ឲ្យច្បាស់គ្រប់នាទីសារថីក្រាបទូលព្រះចៅម្ភពតាមពិតសពគ្រប់នាទីថាមនុស្សជរាមនុស្សជាធីដរាបដល់ទីភេទព្រះសង្ឃព្រះពោធិវង្សទ្រង់សណ្ដាប់សារថីរាយរាប់តាមពិតត្រង់ទ្រង់ភ្នែកព្រះកាយចំពោះត្រង់ដល់កាយព្រះអង្គនិងសពសត្វទ្រង់មានពន្លើអង្គកាយាថាអោសង្ខារតែងនិបាត់ថាមនុស្សជរាចង្រៃក្តាប់ធ្វើឲ្យសពសត្វលំបាកកាយរីឯមរណៈក៏កាចពិតធ្វើឲ្យជីវិតសត្វអន្តរាយអ្នកផងនឹកស្មានថាសប្បាយរាល់រូបរាងកាយក្នុងលោកនេះអស់អោរូបប្រាណបំបានសុខទុកអ្វីក៏ទុកច្រើនដល់ម្លេះសារថីអើយបើដូច្នេះយើងត្រូវកិច្ចវេះកុំអាល័យកាលព្រះមហាក្សត្រថ្លៃប្រសាទ្រង់យាងដំណើរតូតព្រឹកព្រៃទ្រង់យាងត្រឡប់ចូលវាំងជ័យទ្រង់នឹកមមីឈ្មោះបព្វជីពេលពាក់កណ្ដាលអាត្រិតស្ងាត់ព្រះអង្គលះកាត់បុត្រភរិយាចោលអគ្គមហេសីស្រីពំពីចេញសាងបព្វជីជានិស្ស័យព្រះអង្គចេញបព្វជីនាកាលអាត្រិតស្ដេចនឹកអ្នករនាតអាណិតឥតស្បើយទ្រង់ស្រែកផ្ដាំថាកុមារកូនអើយឪពុកលាហើយយាត្រាទៅបួសអ្នកនៅនឹងម្ដាយឲ្យសុខសប្បាយកុំបីមានមោះរោគាព្យាធិអ្វីបន្តិចសោះកុំឲ្យមានមោះដល់កូនពងងាយទ្រង់បោះសេះទៅហើយកាត់សម្ដៅទៅឯក្លោងទ្វារទេវតាបើកស្រាប់សម្រាប់រាជាស្ដេចដល់ក្លោងទ្វារស្រែកផ្ដាំកូនថារាហុលកូនប្រុសនៅនឹងម្ដាយចោះឲ្យបានសុខាកុំឲ្យមានរោគអ្វីមកពាធាបិតាសូមលាទៅបព្វជីហើយអោប្រុសពន្លោកអ្នកទៅកើតមកថ្ងៃនេះកូនអើយមិនសមបិតាយាត្រាចោលឡើយគួរនៅគៀកកាយរក្សាបុត្រភ្ញីឥឡូវបិតាមកនេះប្រាថ្នានឹងបុត្រពងាក្រសោបអោបបីបបោអង្គារួចហើយនឹងលាទៅបព្វជីណាឥឡូវម្ដាយអ្នកលើកហាត់មកខាងដាក់ពាក់លើអោរាហាត់មកខាងធ្វើខ្នើយឲ្យអ្នកកោយណាគ្រានោះបិតាខុសអាជ្ញាហើយ